Hello សួស្តីអ្នកនរគ្នាខ្ញុំ Gi Smoothie ថ្ងៃនេះផ្ដាច់ខ្ញុំនឹងធ្វើការមកសម្រាយទៅកាន់រឿង Jamatal God Who Regressed Back to Level 2កុំឲ្យការពេលវេលាយូរទៀតណាឥឡូវយើងចូលទៅកាន់សម្រាយនៃសាច់រឿងនឹងយកហ្មងទៅនៅក្នុងសាច់រឿងមួយនេះគឺចាប់ផ្ដើមនៅប្រទេសយូយ៉កនៅក្នុងសហរដ្ឋអាមេរិកយើងក៏បានឃើញជាមួយនឹង Hunter 2 3នាក់ផ្ដាច់ដែលកំពុងតែមើលទៅកាន់ច្រកលំហដែលកំពុងតែបែកប្រេះហើយអ្វីដែលលេចចេញអំពីច្រកលំហនោះគឺជា3សាច់ដ៏ធំមួយដែលមានឈ្មោះថា Bear Mouse ដែលឃើញបែបហ្នឹងណាមនុស្សគ្រប់គ្នាក៏ពិតជាញើតជាមួយនឹង3សាច់មួយនឹងខ្លាំងមែនតើ3សាច់មួយហ្នឹងគឺវាលេចចេញឡើងនៅក្នុងផែនដីក៏ប៉ុន្តែវាហ្នឹងគឺចង់មកកំទេចផែនដីក៏ដូចជាមនុស្សលោកនឹងឯងប្រូម្នាក់ហ្នឹងគឺបាននិយាយថាឥឡូវគឺទៅតាមគាត់យកហ្មងទៅគាត់ហ្នឹងគឺទៅកំចាប់អា3សាច់មួយហ្នឹងកុំឲ្យពិភពលោកហ្នឹងគឺត្រូវកំទេចតាន់ដែលមិនចាំយូរទេណាក្រុមរបស់ប្រូមួយហ្នឹងគឺថាចូលទៅវាយប្រហារជាមួយនឹង3សាច់ Bear Mouse ហ្នឹងតែម្ដងទៅហើយសាច់រឿងហ្នឹងគឺបាននិយាយអំពីព័ត៌មានខ្លះៗនៃរឿងមួយហ្នឹងផងដែរនៅក្នុងឆ្នាំ2010ទៅដល់2023មនុស្សជាតិហ្នឹងគឺបានតតាំងជាមួយនឹង3សាច់ដើម្បីការពារពិភពលោកហើយអ្វីដែលពិសេសប្រទេសដែលអាចតតាំងជាមួយនឹង3សាច់ទាំងអស់ហ្នឹងបានគឺនៅសល់តែ9ប្រទេសតែប៉ុណ្ណោះចំណែកប្រទេសផ្សេងៗទៀតគឺត្រូវបាន3សាច់មួយហ្នឹងគឺវាយលុកអស់ទៅហើយបើចូលមកកាន់សាច់រឿងវិញណាដែល3សាច់ Bear Mouse មួយហ្នឹងគឺបានបំផ្លាញជាមួយនឹងធម្មពលរបស់វាហ្នឹងគឺបានវាយប្រហារទៅកាន់ Hunter ទាំងអស់គ្នានឹងផងដែរដោយគឺជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងណាបារម្ភនេះគឺបានលេចចេញមកតែម្ដងដោយគាត់នេះគឺបានសម្លឹងទៅមើលអា3សាច់មួយហ្នឹងដូចគ្នាក៏ប៉ុន្តែ3សាច់មួយហ្នឹងគឺវាអត់មើលអីញ៉ៃនោះទេដែលវាហ្នឹងគឺបានបំផ្លាញជាមួយនឹងធម្មពលរបស់វាហ្នឹងគឺតម្រង់ទៅកាន់បារម្ភម្នាក់ហ្នឹងទៅដោយមិនចាំយូរប៉ុន្មានទៀតអា3សាច់មួយហ្នឹងគឺបានបាញ់ជាមួយនឹងធម្មពលរបស់វាហ្នឹងគឺទៅកាន់បារម្ភម្នាក់ហ្នឹងក៏ប៉ុន្តែបារម្ភម្នាក់ហ្នឹងគឺថាគ្មានញើតជាមួយនឹងធម្មពលមួយនោះឲ្យនោះទេដោយគាត់នេះគឺបានជាដៃយ៉ាងខ្លាំងគឺវាយទៅកាន់ធម្មពលមួយហ្នឹងផងដែរម្ដាយរបស់គាត់មួយហ្នឹងដែលធ្វើអា3សាច់មួយហ្នឹងគឺថាខ្ទេចបាត់ទៅហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេសូម្បីតែថ្មនៅកន្លែងហ្នឹងក៏ខ្ទេចដូចគ្នាបន្ទាប់ពីដាក់ម្ដាយហ្នឹងហើយបើមើលទៅកាន់បារម្ភម្នាក់ហ្នឹងដែលគាត់គឺជារៀងយ៉ាងលយតែម្ដងទោះជាគាត់ហ្នឹងគឺថាលយយ៉ាងណាក៏ដោយក៏ប៉ុន្តែដៃរបស់គាត់ហ្នឹងគឺបានដាច់មកខាងបាត់ទៅហើយក៏ប៉ុន្តែគាត់ហ្នឹងគឺបានវាយទៅកាន់អា3សាច់មួយហ្នឹងអាបាញ់មិញហ្នឹងឯងសាច់រឿងគឺបានបង្ហាញជាមួយនឹងឈ្មោះរបស់គាត់ដូចគ្នាដែលគាត់ហ្នឹងគឺថាមានឈ្មោះថាសុងជីហានពេលនោះដែលសុងជីហានហ្នឹងគឺបានមើលទៅកាន់បារម្ភម្នាក់ទៀតដែលបារម្ភម្នាក់ទៀតនេះគឺបាននិយាយមកកាន់គាត់ថាវាគឺពិតជាល្អខ្លាំងមែនទែនសុងជីហានតែឯងធ្វើជាមួយនឹងរឿងមួយនេះគឺមកកាន់ប្រទេសអាមេរិកបារម្ភម្នាក់នេះគឺបាននិយាយបន្តទៀតថាគឺមិនបាច់ភ័យនោះទេជីហានអាមេរិកនឹងចងចាំជាមួយនឹងសមត្ថភាពរបស់ឯងទៅនៅពេលដែលបារម្ភម្នាក់នេះគឺថានិយាយចប់ណានារីម្នាក់គឺបានស្រែកហៅទៅកាន់ជីហានតែម្ដងដោយបារម្ភម្នាក់ទៀតគឺបានហាមខុសទៅកាន់នាងផ្ដាច់ក៏ប៉ុន្តែនាងគឺអត់ខ្វល់នោះទេដោយសារតែហាមអត់ស្ដាប់ប្រូម្នាក់គឺបាននិយាយទៅកាន់មេរបស់គេថាហេតុអ្វីឲ្យនាងនឹងគឺចុះទៅក្រោមអញ្ចឹងដោយសារតែនៅខាងក្រោមនឹងគឺថាអំពើបិសាចគឺវាអត់តាន់បាត់អស់នោះទេបើកាត់ទៅមើលកន្លែងជីហានវិញណាដែលនារីម្នាក់ហ្នឹងគឺបានសួរទៅកាន់ជីហានថាតើលោកនឹងគឺអត់អីទេមែនបើមើលទៅកាន់នារីម្នាក់ហ្នឹងដែលនាងគឺមានឈ្មោះថាសូហ្វីដែលមិនចាំយូរទៀតសូហ្វីនឹងក៏បានប្រើជាមួយនឹងធម៌ពលរបស់នាងនឹងគឺថាព្យាបាលទៅកាន់ជីហានតែម្ដងទៅនៅពេលដែលសូហ្វីនឹងគឺកំពុងតែព្យាបាលទៅកាន់ជីហានសក់សក់ដែលក៏គឺមានអារម្មណ៍ថាមានអ្វីមួយនឹងគឺបានលេចឡើងមកហើយសូម្បីតែប្រូមួយដែលនៅខាងលើនឹងគឺបាននិយាយប្រាប់ទៅកាន់មេរបស់គេផងដែរថាអ្វីមួយនឹងគឺបានលេចឡើងមកហើយដល់អ្វីដែលបានលេចឡើងនឹងគឺមានអីឆ្ងាយនោះទេគឺជាធុងរង្វិលនឹងឯងគ្មានទេគ្រាន់តែបារ៉ែននឹងគឺបានឃើញជាមួយនឹងធុងរង្វាន់មួយនឹងដែលគាត់នឹងគឺបានហោះទៅកន្លែងនឹងយកមកអញ្ចឹងមានន័យថាគាត់នឹងគឺមានឈ្មោះថាបារ៉ែននឹងឯងបន្ទាប់ពីចុះមកដល់ក្រោមបារ៉ែនគឺបាននិយាយទៅកាន់កូនសិស្សរបស់គាត់ថាសម្រាប់អ្នកដែលនៅក្នុងគៀលរបស់គាត់ក៏ដូចជាកូនសិស្សរបស់គាត់ក៏នឹងចែករង្វាន់មួយនេះទៅកាន់ពួកគេតែម្ដងក៏ប៉ុន្តែសម្រាប់អ្នកផ្សេងវិញគាត់គឺអត់ឲ្យនោះទេដោយលើជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងសូហ្វីគឺអត់សោកចិត្តនោះទេដែលនាងគឺបានដើរទៅសួរទៅកាន់បារ៉ែនថាហេតុអ្វីក៏រង្វាន់មួយនេះគឺអត់មែនជារបស់ជីហានអញ្ចឹងមិនថាបីសាច់ឬក៏អីផ្សេងនោះទេគឺសុទ្ធតែជីហាននឹងគឺជាអ្នកចាប់កាយអញ្ចឹងហើយរង្វាន់មួយនេះក៏គួរតែជារបស់គាត់ផងដែរបារ៉ែនគឺបានតទៅកាន់សូវីវិញថាហើយមិនបាច់ភ័យនោះទេរឿងមួយនេះគឺវាមិនអាចកើតឡើងបាននោះទេក៏ប៉ុន្តែជីហានគេគឺមិនមែនជាមនុស្សនៅក្នុងប្រទេសអាមេរិកនោះឡើយច្បាស់ណាស់ទោះជាគេនេះគឺបានចុះសញ្ជាតិគឺជាសញ្ជាតិអាមេរិកក៏ដោយក៏ប៉ុន្តែគេគឺមិនមែនជាជនជាតិអាមេរិកនោះទេដែលបារ៉ែននេះគឺបាននិយាយបន្តទៀតថាអូមែនហើយបើនិយាយចំទៅគេគឺប្រៀបបានដូចជាឆ្កែដែលបំរើយើងអញ្ចឹងលើជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងជីហានក៏ពិតជាខឹងខ្លាំងមែនទែនក៏ប៉ុន្តែគាត់នឹងគឺអត់ហ៊ានបញ្ចេញនោះទេដោយមិនដឹងថានិយាយអ្វីទៀតនឹងជីហានគឺបានដើរចេញតែម្ដងដោយគាត់គឺបានប្រាប់ទៅកាន់សូហ្វីថាមិនបាច់តវ៉ាអីច្រើនទៀតនោះទេគាត់នឹងគឺអត់ត្រូវការវានោះឡើយបន្ទាប់ពីជីហាននឹងគឺនិយាយបែបហ្នឹងចប់ដែលគាត់នឹងគឺបានដើរចេញតែម្ដងថែមទាំងពាក់មួយដែលគាត់គឺបាននិយាយចុងក្រោយថាគាត់គឺមិនខ្វល់នោះទេនៅពេលដែលដើរចេញជីហានគាត់ក៏បានគិតក្នុងចិត្តដូចគ្នាច្បាស់ណាស់បើសិនជាប្រទេសរបស់គាត់គឺអត់កំទេចនោះទេគាត់ក៏មិនមកប្រទេសមួយនេះផងដែរគាត់នឹងគឺបានខំតស៊ូយ៉ាងច្រើននៅក្នុងប្រទេសមួយនេះរហូតដល់គាត់នឹងគឺបានចាប់ចំណាត់ថ្នាក់ទី7នៅក្នុងពិភពលោកមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែគ្រប់គ្នានឹងក៏មិនចូលចិត្តមកកាន់គាត់ផងដែរថែមទាំងគេនឹងគឺបានប៊ូលីមកកាន់គាត់ទៀតផងក៏ប៉ុន្តែគាត់គឺមិនថាអីនោះទេប្រហែលជាបាបកម្មរបស់គាត់ហើយដែលគាត់នឹងគឺបានរត់ចោលប្រទេសហើយក៏ប៉ុន្តែវាគឺមិនអីនោះទេទោះជាគាត់គិតយ៉ាងណាក៏វានឹងគឺគ្មានប្រយោជន៍ផងដែរឥឡូវគាត់គួរតែយកពេលនឹងគឺព្យាបាលមកកាន់ដៃរបស់គាត់ដោយសារតែហ្គេមមួយនេះគឺវាមិនបញ្ចប់ដល់ងាយៗនោះឡើយពេលនោះបណ្ដាដែលខ្វេះនឹងគឺបានលេចចេញតែម្ដងដោយ system គឺបានបញ្ជាក់ថាមានតែប្រទេសចិនជាមួយនឹងប្រទេសអាមេរិកនោះទេដែលអាចឆ្លងផុត
តពីខ្វេះមួយនេះបានចំណែកប្រទេសផ្សេងៗទៀតដូចជាប្រទេសជប៉ុនជាដើមហ្នឹងពួកគេនឹងក៏បាន fall នៅក្នុងខ្វេះមួយហ្នឹងបាត់ទៅហើយអញ្ចឹងមានន័យថាប្រទេសពួកគេនឹងក៏ត្រូវបានកំទេចផងដែរក៏ប៉ុន្តែអ្វីដែលសំខាន់គឺសម្រាប់ប្រទេសអាមេរិកនោះគឺខ្វេះមួយទៀតគេចាប់ផ្ដើមតែម្ដងដែលតម្រូវឲ្យពួកគេនឹងគេថាវាប្រហែលជាមួយនឹងពពួកអុបនឹងឯងមិនមែនតែគ្រប់គ្នានឹងគេថាភ្ញាក់ផ្អើលជាមួយនឹងខ្វេះហ្នឹងនោះទេសូម្បីតែបារ៉ែនដែលជាប់ជាចំណាត់ថ្នាក់លេខ1នឹងភ្ញាក់ផ្អើលជាមួយនឹងខ្វេះមួយហ្នឹងដូចគ្នាគាត់គឺមិននឹកស្មានថាខ្វេះមួយហ្នឹងគឺដាស់ឡើងលឿនយ៉ាងហ្នឹងនោះឡើយសូហ្វីក៏បាននិយាយទៅកាន់បារ៉ែនថាស្រាប់បីសាច់លើកមុនគឺគង់តែបានជីហាននោះទេជាអ្នកជួយក៏ប៉ុន្តែលើកនេះគឺគ្មានគាត់ទៀតនោះឡើយមុននឹងត្រូវបានគេបញ្ជូនទៅដែលបារ៉ែនក៏បាននិយាយដូចគ្នាថាវាមិនអីនោះទេយើងនឹងទៅដោយគ្មានគាត់មួយនាទីក្រោយមកដែលបានឃើញថាបារ៉ែននេះក៏បានប្រឈមមុខជាមួយនឹងបីសាច់អុកដ៏ធំមួយផងដែរមិនចាំយូរទៀតបារ៉ែននេះក៏បានបញ្ចេញជាមួយនឹងធម៌ពលរបស់គាត់ដែលសាហាវខូខើមកតែម្ដងហើយគាត់ក៏បាននិយាយថាមិនអីនោះទេគាត់នឹងចាប់ការរឿងហ្នឹងតែម្នាក់ឯងបើមើលទៅកាន់ធម៌ពលរបស់បារ៉ែនណាវាក៏ពិតជាលយខ្លាំងមែនទែនដែលមិនចាំយូរបារ៉ែននេះក៏បានហក់ចូលទៅវាយប្រហារជាមួយនឹងបីសាច់អុកមួយហ្នឹងទៅប៉ុន្តែគ្មានទេគាត់តែអុកមួយហ្នឹងដាក់មកបថៅបារ៉ែនដែលត្រូវជាអ្នកខ្លាំងជាងគេនៅក្នុងប្រទេសអាមេរិកគឺត្រូវបានខ្មាត់បោះអុកមួយហ្នឹងបាត់ទៅហើយបើមើលទៅកាន់គ្រប់គ្នាក៏ពិតជាភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់ពួកអុកទាំងអស់ហ្នឹងខ្លាំងមែនទែនពួកគេគឺមិននឹកស្មានថាអុកមួយហ្នឹងគឺអាចយកឈ្នះទៅកាន់បារ៉ែនបាននោះទេនៅពេលដែលបានសម្លាប់ទៅកាន់គ្រប់គ្នាអស់ដែលអុកមួយហ្នឹងគឺបានព្យួរបន្ថែមទៅកាន់សូហ្វីដូចគ្នាអ្វីដែលគ្រប់គ្នាហ្នឹងគឺភ្ញាក់ផ្អើលគឺជាការ fail នៅខ្វេះឥឡូវប្រទេសរបស់ពួកគេគឺបាន fail នៅខ្វេះបាត់ទៅហើយដោយសារតែពួកគេនេះក៏បាន fall ជាមួយនឹងខ្វេះបែបហ្នឹងហើយប្រទេសរបស់ពួកគេក៏ត្រូវបានកំទេចផងដែរបើនិយាយចំទៅមិនមែនតែប្រជាជននៅក្នុងប្រទេសអាមេរិកក៏ដូចជាប្រទេសអាមេរិកក៏ត្រូវបានរំលាយនៅទេសូម្បីតែជីហ៊ុននៅក្នុងប្រទេសមួយហ្នឹងក៏ត្រូវបានរំលាយដូចគ្នាបើមើលទៅកាន់ក្រៅផែនដីវិញដែលបានឃើញជាមួយនឹងធម៌ពលដ៏ខ្លាំងមួយនេះក៏បានកំទេចទៅកាន់ប្រទេសអាមេរិកនឹងឯងបើមើលទៅកាន់អ្នកផ្សេងវិញដែលពួកគេនឹងគឺថារលាយម្ដងតិចហើយអញ្ចឹងមានន័យថាពួកគេនឹងក៏ចិត្តស្លាប់នឹងឯងអ្វីដែលចម្លែកពេលនោះ system នឹងក៏បានបន្លឺឡើងថាមនុស្សម្នាក់ហ្នឹងគឺមិនត្រូវបានរលាយនោះទេដែលគេគឺកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងធម៌ពលលើតបាក់ដែលមនុស្សម្នាក់ហ្នឹងក៏មានអាកេរឆ្កាយនោះទេគឺជាជីហាននឹងឯងដែលធម៌ពលពិសេសរបស់គាត់នៅក្នុងចំណាត់ថ្នាក់ S 3 ដងហ្នឹងគឺកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងធម៌ពលលើតបាក់នៅពេលនោះក៏បានលេចឡើងជាមួយនឹងអ្វីមួយយ៉ាងដែលពួកគេនឹងគឺប្រៀបបានដូចជាព្រាសអញ្ចឹងពួកគេគឺបាននិយាយថាមនុស្សម្នាក់នេះទោះជាធម៌ពលរបស់គេគឺទន់ខ្សោយក៏តែសមត្ថភាពរបស់គេនឹងគឺមិនអន់នោះទេច្បាស់ណាស់បើសិនជាយើងនឹងគឺឲ្យគេស្លាប់ឥឡូវនេះយើងក៏ពិតជាខ្ជិះខ្ជាយធម៌ពលរបស់គេខ្លាំងពេកហើយអញ្ចឹងហើយតែពួកគេនឹងគឺសម្រេចចិត្តថានឹងឲ្យជីហាននឹងគឺថារស់ឡើងវិញតែម្ដងទៅគ្រាន់តែពួកគេនឹងគឺសម្រេចចិត្តអញ្ចឹងភ្លាមបើមើលទៅកាន់ជីហាននៅក្នុងប្រទេសកូរ៉េដែលគាត់នឹងគឺបានងើបឡើងវិញតែម្ដងបើមើលទៅកាន់ជីហានណាដែលគាត់នឹងគឺថាជីក្បាលខ្លាំងមែនទែនគាត់ក៏បានគិតក្នុងចិត្តដូចគ្នាថាហេតុអ្វីគាត់នឹងគឺមិននៅទីនេះទៅវិញគាត់ក៏ចាំថាបាញ់មិញនឹងគាត់ក៏ត្រូវបានគេរំលាយបាត់ហើយមកស្ទុះក្រោយមកដែលគាត់នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនណាដោយសារតែកន្លែងដែលគាត់កំពុងតែនៅនោះគឺជាកន្លែងដែលគាត់នឹងគឺធ្លាប់ស្គាល់ពីមុនមកដែលមិនចាំយូរមែនទៀតជីហានគាត់នឹងគឺបានបើកប្អួយរបស់គាត់ដើម្បីមើលទៅកាន់ខាងក្រៅអ្វីដែលគាត់ឃើញគាត់គឺបានឃើញកូនក្មេងកំពុងតែវាយប្រហារគ្នាក៏ដូចជាគេនឹងគឺកំពុងតែស្វីតដូចគ្នាអ្វីដែលជីហាននឹងគឺបានឃើញទាំងអស់នឹងគឺស្ថិតនៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំ2023ចឹងមានន័យថាជីហាននឹងគឺបានត្រឡប់ពេលវេលាមកវិញហើយដោយក៏ជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងដូចជីហានក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនគាត់គឺបាននិយាយផុសដែរមិនខុសនោះទេគាត់នឹងក៏បានត្រឡប់មកវិញហើយប៉ុន្តែអ្វីដែលកាន់តែពិសេសសម្រាប់ជីហាននោះទៀតគឺជា status window ដែលបានលេចចេញកណ្ដាលមុខរបស់គាត់តែម្ដងអញ្ចឹងទៅជីហានគ្រាភ្ញាក់ផ្អើលតិចផុសដែរក៏តែបើមើលទៅកាន់ level គឺត្រឹមតែ level 2 ប៉ុណ្ណោះដែលក៏ជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងជីហានក្រៀងកាំងតិចផងដែរហ្នឹងក៏តែជីហានក៏ដូចជាមិនសូវខ្វល់អីប៉ុន្មាននោះទេដែលគាត់នឹងគឺបានចូលទៅមើល information របស់គាត់នៅក្នុង status window ហ្នឹងតែម្ដងបន្ទាប់ពីបានឆែកអីអស់ហើយដែលជីហានក៏បានមើលទៅកាន់រូបថតមួយផងដែរដែលគាត់គឺបានសន្យាដូចគ្នាថាគាត់នឹងការពារទៅកាន់ប្រទេសរបស់គាត់តែម្ដងហើយគាត់គឺមិនឲ្យរឿងដដែលហ្នឹងគឺបានកើតឡើងសម្រាប់ប្រទេសគាត់ទៀតនោះទេដោយសាររឿងគឺបាននិយាយថានៅក្នុងប្រទេសកូរ៉េមនុស្សគ្រប់គ្នាគឺតែងតែជឿជាក់ថាប្រទេសរបស់គេនឹងគឺជាប្រទេសដែលខ្លាំងក៏ប៉ុន្តែពួកគេនឹងគឺមានជាមួយនឹងអ្នកខ្លាំងម្នាក់នៅក្នុងប្រទេសផងដែរដោយបរិបទអ្នកនោះគាត់គឺជាអ្នកលេងកុនដាវដែលគាត់នឹងគឺបានជាប់ជាចំណាត់ថ្នាក់នៅក្នុងពិភពលោកផងដែរហើយគាត់គឺមានឈ្មោះថាយុនស៊ីនក៏ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នានឹងគឺភ្ញាក់ផ្អើលដែលយុនស៊ីនគាត់គឺបានបដូរឈ្មោះទៅជារយូហ៊ីវិញមិនត្រឹមតែប៉ុណ្ណោះទេគាត់នឹងគឺបានបដូរសញ្ជាតិពីសញ្ជាតិកូរ៉េទៅជាសញ្ជាតិជប៉ុនវិញផងដែរក៏ប៉ុន្តែគាត់នឹងគឺមិនមែនជាជនជាតិជប៉ុននោះទេហើយអ្វីដែលបាននិយាយទៅអស់នោះគឺជានៅក្នុងពលមានដែលជីហាននឹងគឺបានមើលនៅក្នុងទូរទស្សន៍របស់គាត់នឹងឯងដែលអ្នកពលមាននឹងគឺបាននិយាយអំពីរឿងទាំងអស់អ្នកពលមានគឺបាននិយាយបន្តទៀតថាច្បាស់ណាស់ទោះជារយូហ៊ីនឹងគឺបានចេញពីប្រទេសកូរ៉េក៏ដោយក៏ប៉ុន្តែគាត់គឺជឿថាយុវជនថ្មីនឹងអាចធ្វើជាអ្នកខ្លាំងនៅក្នុងប្រទេសកូរ៉េបានទៀតនៅពេលដែលស្ដាប់ចប់ជីហាននឹងគឺបានបិទទូរទស្សន៍របស់គាត់តែម្ដងដែលគាត់គឺបានគិតក្នុងចិត្តដែរច្បាស់ណាស់អ្នកពលមាននឹងគឺមិនហ៊ាននិយាយអាក្រក់អំពីរយូហ៊ីនោះទេជីហានក៏គឺបាននិយាយបន្តទៀតថាច្បាស់ណាស់គ្រប់គ្នានៅក្នុងប្រទេសកូរ៉េពួកគេគឺមិនខ្វល់អំពីរឿងនឹងមែននោះទេដោយសារតែហ្គេមមួយនេះគឺវាមិនទាន់ចាប់ផ្ដើមនៅឡើយក៏ប៉ុន្តែបើសិនជាហ្គេមមួយនេះគឺវាបានចាប់ផ្ដើមវិញច្បាស់ណាស់ពិភពលោកនឹងត្រូវចប់តែម្ដងដោយបិសាចទាំងអស់វាគឺបានឆ្លងមកកាន់ផែនដីហើយអ្វីដែលសំខាន់ប្រទេសកូរ៉េរបស់គាត់គឺត្រូវបានបិសាចទាំងអស់ហ្នឹងគឺបានចាប់ការឡើងខ្ទេចតែម្ដងបើមើលទៅកាន់ជីហានវិញដែលគាត់គឺបាននិយាយអំពីរយូហ៊ីដែលគាត់គឺបាននិយាយថាទោះជាគ្រប់គ្នាគឺស្អប់ទៅកាន់គាត់ក៏ដោយក៏ប៉ុន្តែអ្វីដែលសំខាន់គាត់គឺជាបងថ្លៃរបស់ខ្ញុំដែលគ្រប់គ្នាគឺបាននិយាយថារយូហ៊ីគឺពិតជាខ្លាំងមែនទែនបើសិនជាគាត់នៅក្នុងប្រទេសកូរ៉េគឺមិនទៅជាបែបហ្នឹងនោះឡើយបន្តមកទៀតដែលជីហាននេះគឺបានវេទិការូបភាពដែលត្រូវជាបងថ្លៃរបស់គាត់គឺម្ដាយទៅហើយគាត់គឺបាននិយាយថា
គាត់នឹងគឺពិតជាឆ្ងល់ខ្លាំងមែនទែនមិនក៏បងស្រីរបស់គាត់គឺស្រឡាញ់មនុស្សបែបហ្នឹងទៅវិញក៏ប៉ុន្តែវាមិនអីនោះទេពេលដែលគាត់នឹងគឺថយពេលវេលាមកក្រោយវាគឺចំពេលល្អខ្លាំងមែនទែនតែអ្វីដែលសំខាន់សម្រាប់គាត់នោះគឺ level របស់គាត់គឺត្រឹមតែ level 2តែប៉ុណ្ណោះចឹងហើយមានន័យថាគាត់នឹងគឺពិតជាកាកយុទ្ធមែនទែនតែម្ដងហើយក៏ប៉ុន្តែវាមិនអីនោះទេសម្រាប់អ្នកដែលលេងហ្គេមដំបូងគឺតែងតែកាកអញ្ចឹងឯងពេលនោះពេលដែល system នេះគឺបានបន្លឺឡើងតែម្ដងដោយ system គឺបានផ្ដល់ជាមួយនឹងសមត្ថភាពមួយដែលវានឹងគឺស្ថិតនៅក្នុង rank F ហើយអ្វីដែលសំខាន់សម្រាប់សមត្ថភាពមួយនឹងដែលអាចឲ្យជីហាននឹងគឺមើលទៅកាន់សមត្ថភាពរបស់អ្នកដទៃក៏ដូចជា information របស់គេផងដែរជីហានក៏គឺបានគឺក្នុងចិត្តថាការមុនគាត់គឺពិតជាសាហាវខ្លាំងមែនទែនណាដែលគាត់គឺបានយកជាមួយនឹងសមត្ថភាពមួយនឹងគឺទៅលេងល្បែងនៅក្នុងទូរទស្សន៍អីនឹងឯងហើយការមុនគាត់គឺពិតជាសាហាវខ្លាំងមែនទែនណាក៏ប៉ុន្តែឥឡូវគាត់គឺមិនអញ្ចឹងទេនោះទេក៏ប៉ុន្តែអ្វីដែលគាត់ឆ្ងល់ណាហើយអ្វីដែលគាត់ចូលមកភ្លាមគាត់គឺទទួលបាន level 2 plate អញ្ចឹងពីព្រោះថា player ផ្សេងនៅពេលដែលចូលមកគឺមិនអាចបាន level 2អញ្ចឹងបាននោះទេក៏ប៉ុន្តែសម្រាប់គាត់វិញគឺគាត់អាចបាន level 2អញ្ចឹងហ្មងបន្ទាប់ពីនិយាយចប់ដូចជាហាងគឺបាននឹកឃើញថាអូបើតាមគាត់ចាំប្រហែលជាមកពីដប experience មួយហ្នឹងហើយដោយសារតែគាត់ហ្នឹងគឺស្វឹងទៅគាត់គឺបានផឹកជាមួយនឹងដប experience មួយហ្នឹងគឺលាយជាមួយនឹងស្រាតែម្ដងពេលនោះដែលជីហានហ្នឹងគឺបានមើលទៅកាន់អីមួយហើយគាត់ហ្នឹងគឺបានឆ្ងល់ជាមួយនឹងរឿងហ្នឹងផងដែរអ្វីដែលជីហានហ្នឹងគឺកំពុងតែឆ្ងល់ណាដោយសារតែគាត់ហ្នឹងគឺមានចំនួន 10000 បន្ទុកដល់ពេលទៅគាត់គឺឆ្ងល់ថាហាបន្ទុកមួយហ្នឹងគឺមកពីណាហើយអ្វីក៏វាហ្នឹងគឺច្រើនមែនជីហានគឺបានបន្តទេថាតើបន្ទុកមួយនេះគឺអាចដូរយកជាមួយនឹងលុយបានមិនមែនក៏ប៉ុន្តែដូចជាមិនមែនអញ្ចឹងនោះទេច្បាស់ណាស់បើតាមគាត់ចាំ system របស់គាត់កាលពីមុនគឺមិនមែនអញ្ចឹងនោះទេក៏ប៉ុន្តែលើកនេះ system របស់គាត់គឺផ្លាស់ប្ដូរសឹងតែទាំងអស់យកហ្មងឬក៏ដោយសារតែគាត់នេះគឺថយពេលវេលាថយក្រោយមែននិយាយតន់ចោលផងដូចជាហាងក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើណាដោយសារតែគាត់នេះគឺបានឃើញជាមួយនឹងកាតពើមាសមួយកាតពើមាសមួយនេះក៏ពិតជាលយខ្លាំងមែនតើណានៅពេលដែលជីហានគឺចុចទៅលើវាដែលវានេះគឺបានបង្កើតជាមួយនឹងកន្លែងផ្ទុកអីវ៉ាន់ក៏ដូចជាទិញអីវ៉ាន់ហ្នឹងគឺឲ្យជីហានផងដែរបើសិនជានិយាយស្រួលយល់ណាកាតពើមាសមួយហ្នឹងគឺបានបង្កើតជាមួយនឹងកន្លែងទិញអីវ៉ាន់ឲ្យទៅកាន់ជីហាននឹងឯងដោយសារតែឃើញ system ហ្នឹងគឺប្លែកបែបហ្នឹងដល់ជីហានហ្នឹងគឺបានសើផងដែរគាត់គឺមិនដែលឃើញ system ហ្នឹងគឺបែបហ្នឹងនោះឡើយជីហានក៏បានកើតក្នុងចិត្តថាច្បាស់ណាស់ទោះជា system របស់គាត់ហ្នឹងគឺលយក៏ដោយក៏ប៉ុន្តែរបស់លក់ហ្នឹងគឺវាមិនល្អឥតខ្ចោះនោះទេក៏ប៉ុន្តែវាមិនអីនោះទេចាំគាត់នឹងសាកល្បងអាប់ដេតជាមួយនឹងហាងទំនិញរបស់គាត់ដើម្បីឲ្យមានរបស់ថ្មីនេះគឺថាចូលមកបន្ថែមទៀតដល់ជីហានគាត់ហ្នឹងគឺបានអាប់ដេតហាងរបស់គាត់ឡើងទៅដល់ level 3ឯណោះបើមើលទៅកាន់តម្លៃអាប់ដេតបន្តទៀតវាគឺពិតជាថ្លៃខ្លាំងមែនតើចំណែក App point របស់គាត់គឺនៅសល់ត្រឹមតែ 50000 តែប៉ុណ្ណោះដោយសារតែជីហានហ្នឹងគឺខ្លាចអស់ point របស់គាត់បន្ថែមទៀតគាត់នេះគឺបានកើតក្នុងចិត្តថាឥឡូវនេះគាត់គឺមានតែជំរើស2តែប៉ុណ្ណោះដល់ជីហានគាត់គឺបានកើតក្នុងចិត្តថាច្បាស់ណាស់បើសិនជាគាត់គឺអាប់ដេតទៅ level 4វាគឺអស់ថ្លៃជាងនឹងឬក៏គាត់នឹងគឺត្រូវទិញឧបករណ៍ផ្សេងហ្នឹងគឺត្រឹម level 3បន្តមកទៀតដល់ជីហានហ្នឹងគាត់គឺសម្រេចចិត្តថានឹង upgrade ឃ្លៀងអីវ៉ាន់របស់គាត់នឹងបន្តទៀតតែម្ដងនៅពេលដែលគាត់ up ហ្នឹងគាត់ក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែកន្លែងលក់របស់គាត់ហ្នឹងគឺត្រូវបាន update បាត់ទៅហើយគាត់ក៏បានកើតក្នុងចិត្តថាហើយវាគឺពិតជាមិនល្អទៅសោះវៃក៏ប៉ុន្តែគ្មានអ្វីដែលជាផលអំពីការលេងហ្គេមជារង្វើនទៀតនោះទេដែលមិនចាំយូរជីហានហ្នឹងក៏បានធ្វើដំណើរទៅកាន់កន្លែងហ្នឹងតែម្ដងដែលគាត់គឺបានបញ្ជាក់ផងដែរថាកន្លែងលេងហ្គេមជារង្វើនមួយនេះគឺសម្រាប់តែក្រុមគ្រួសាររបស់គាត់ហ្នឹងគឺតែប៉ុណ្ណោះនៅពេលដែលជីហានហ្នឹងគាត់គឺបានតែអង្គុយលើកៅអីមួយហ្នឹងគាត់នេះគឺបាន unlock ជាមួយនឹង K លើដំបូងរបស់គាត់ដែលគាត់គឺបានទទួលជាមួយនឹងជក់មួយដែលស្ថិតនៅក្នុង rank A ទោះជាជក់មួយហ្នឹងគឺស្ថិតនៅក្នុង rank A យ៉ាងណាក៏ដោយក៏ប៉ុន្តែជក់មួយហ្នឹងគឺជាប្រភេទជក់បាក់បែកដល់អញ្ចឹងទៅជីហានគឺសម្រាប់ចិត្តថានឹងជួសជុលទៅកាន់ជក់មួយហ្នឹងតែម្ដងបន្ទាប់ពីជីហានហ្នឹងក៏បានជួសជុលជក់មួយហ្នឹងបានសម្រេចដល់ជក់មួយហ្នឹងគឺស្ថិតនៅក្នុង rank S ពីដើមម្ដងដែលជក់មួយហ្នឹងគឺមានឈ្មោះថាតង់ហ្វានសោជីហានមិនទាន់បានប្រើជាមួយនឹងជក់មួយហ្នឹងផងណាស៊ីសំគឺបានបង្ហាញថាខ្វែងហ្នឹងគឺចិត្តបានចាប់ផ្ដើមហើយអញ្ចឹងមានន័យថាបន្តិចទៀតហ្នឹងគេនឹងបញ្ជូនជីហានហ្នឹងដើម្បីទៅលេងហ្គេមជាមួយនឹងអ្នកផ្សេងទៀតនឹងឯងមិនយូរមែន system នេះក៏បានបង្ហាញថានៅសល់តែ10 second ទៀតនោះទេគេនឹងសម្បូរជីហានក៏ទៅតែម្ដងដល់ជីហានគាត់ក៏បាននិយាយដូចគ្នាប្រហែលជាគាត់នឹងគឺគ្មានពេលច្រើនទេអញ្ចឹងហើយគាត់ក៏ត្រូវតែប្រើជក់មួយនឹងឲ្យលឿនដល់ជីហាននឹងក៏បានយកជក់មួយនឹងគឺគូទៅកាន់ system របស់គាត់និងគាត់គឺបាននិយាយថាមូលហេតុដែលគាត់នឹងគឺខ្លាយទៅជាអ្នកលេខ7នៅក្នុងពិភពលោកនឹងត្រូវបានគេហៅថាពពួកបរិសុទ្ធនោះក៏ព្រោះតែសមត្ថភាពមួយរបស់គាត់ដែលគាត់នឹងគឺអាចរួមបញ្ចូល ability ជាមួយនឹងកម្លាំងជាមួយនឹង HP បានផងដែរហើយការធ្វើបែបហ្នឹងវាក៏ពិតជាកម្រខ្លាំងមែនតើក៏ប៉ុន្តែមូលហេតុដែលគាត់នឹងគឺអាចធ្វើបានក៏ព្រោះតែគាត់គឺមានជាមួយនឹងសមត្ថភាពពិសេសមួយហើយបើកលេចមើលទៅកាន់ការប្រើឈើរបស់ជីហានវិញដែលវាក៏ពិតជាលយខ្លាំងមែនតើនៅពេលដែលជីហាននឹងគឺគូចប់ដល់នាទីនេះគឺបានអស់ផងដែរអញ្ចឹងទៅគេគឺបានបញ្ជូនជីហាននឹងគឺទៅកន្លែងបញ្ជូនគ្នាក៏ដូចជាកន្លែងលេងហ្គេមហ្នឹងដោយ system គឺបាននិយាយផងដែរហ្គេមមួយហ្នឹងគេគឺបានបញ្ជូនមនុស្សទៅចំនួន100នាក់ហើយការលេងនៅហ្គេមមួយហ្នឹងត្រូវតែ survivor នៅក្នុងហ្នឹងឲ្យបានយូរបើកលេចមើលទៅកាន់មួយចាហៀងទៀតដែលបានឃើញថាជីហានគឺឈរនៅកន្លែងហ្នឹងដូចគ្នាបើមើលទៅកាន់ជីហានវិញដែលគាត់ក៏ពិតជាស្លន់ខ្លាំងមែនតើគាត់គឺមិននឹកស្មានថាគេបញ្ជូនគាត់មកកន្លែងហ្នឹងគឺលឿនដល់ថ្នាក់ហ្នឹងតទៅសោះដល់ជីហានហ្នឹងគ្រាសប្បាយចិត្តបន្តិចផងដែរដោយសារតែ system ហ្នឹងគឺបានបង្ហាញថាសម្រាប់ធម៌ពលរបស់គាត់ក៏ដូចជា HP របស់គាត់ហ្នឹងវាគឺកំពុងតែប្រតិកម្មអញ្ចឹងមានន័យថាពួកវាទាំងពីរហ្នឹងគឺកំពុងតែដំណើរការហើយមើលទៅកាន់ system របស់ជីហានណាឈ្មោះជីហាន level 2ចំណែកឯកម្លាំងក៏ដូចជាអីផ្សេងៗរបស់គាត់ហ្នឹងគឺស្ថិតនៅក្នុង level 5
ក៏តែទោះជាយ៉ាងណាក៏ដោយជីហាននឹងគឺមានជំនឿសមត្ថភាពមួយដែលគាត់នឹងគឺអាចគ្រប់គ្រងជំនឿសមត្ថភាពទាំងអស់របស់គាត់បានក្នុងពេលតែមួយដោយសារតែជីហានគឺបានគ្រប់គ្រងជំនឿសមត្ថភាពរបស់គាត់បានជោគជ័យដោយ system គឺឲ្យទៅកាន់គាត់ចំនួន 10000 point ផងដែរក៏តែទោះជាយ៉ាងណាក៏ដោយ system គឺបានបញ្ជាក់ថាដោយសារតែជីហាននឹងគឺអត់បានយកអាវុធក៏ដូចជាអាចក្រក់អីហ្នឹងគឺមកតាមខ្លួននោះទេនៅពេលដែលគ្មានគេវិបហាក៏ដូចជាគាត់នឹងគឺកំពុងតែវិបហាគ្នាគាត់នឹងទទួលបានការឈឺចាប់តែម្ដងក៏តែជីហាននឹងគឺអត់សូវខ្វល់អំពីរឿងហ្នឹងមកនោះទេដែលគាត់គឺបាននិយាយផុសដែរដោយសារតែគាត់នឹងគឺមានជំនួយអំពីក្អីរបស់គាត់ចារឿងហ្នឹងគាត់គឺអត់សូវខ្វល់មកក៏តែដោយសារតែជីហាននឹងគឺប្រើវានៅក្នុងពេលបញ្ញាបញ្ញាពេកចាក្អីមួយហ្នឹងគាត់អាចជួយអេតិកានគាត់បានច្រើននោះដែរក៏ប៉ុន្តែគាត់គឺសន្យាថានឹងប្រើវាឲ្យបានល្អនៅពេលក្រោយនៅក្នុងគណៈពេលហ្នឹងផុសដែរដែលជីហាននឹងគឺបានចាប់អារម្មណ៍ទៅកាន់ quest មួយខ្លាំងមែនតើដែល system គឺបានទម្លាក់ quest មួយឲ្យមកកាន់គាត់ចំណែកឯបន្ទុកដែលគាត់ទទួលបានវិញគឺចំនួន 1000 បន្ទុកដោយជីហានអត់ទាន់បានសប្បាយចិត្តបានផងណាដោយហ្គេមមួយនេះគឺបានចាប់ផ្ដើមតែម្ដងគ្មានទេគ្រាន់តែហ្គេមនេះគឺបានចាប់ផ្ដើមភ្លាមដោយប្រូម្នាក់ហ្នឹងគឺបានលោតមកវាយទៅកាន់ជីហានតែម្ដងក៏ប៉ុន្តែការវាយមួយហ្នឹងក៏ដូចជាមិនអាចធ្វើអីទៅកាន់ជីហានបាននោះឡើយបើកលេចមើលទៅកាន់ជីហានវិញដែលគាត់ហ្នឹងគឺបានចាប់ជាមួយនឹងដាវមួយហ្នឹងយ៉ាងងាយស្រួលតែម្ដងហើយគាត់ហ្នឹងគឺបានសម្លឹងមើលទៅកាន់ប្រូមួយហ្នឹងដូចគ្នាមិនត្រឹមតែប៉ុណ្ណោះទេដែលជីហាននេះគឺបានអរគុណទៅកាន់ប្រូមួយហ្នឹងដូចគ្នាគាត់គឺពិតជាអរគុណខ្លាំងមែនទែនណាដែលគេនេះគឺបានវាយមកកាន់គាត់មុន